ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ចំពោះការវិលមកជួបគ្នានៅវីដេអូមេរៀនភាសាចិនរបស់យើងជាបន្តទៀតនៅក្នុងវីដេអូថ្ងៃនេះគឺយើងបន្តផ្ដល់ជូនបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងមេរៀននៃការបង្កើតឃ្លាឬក៏បង្កើតប្រយោគនៃភាសាចិនបានជាងគឺជាមេរៀនល្អមួយសម្រាប់បងប្អូនដែលចង់ចេះនិយាយចង់ចេះប្រើប្រាស់ភាសាចិនឲ្យបានច្បាស់ឲ្យបានលឿនគឺយើងត្រូវតែចេះបង្កើតប្រយោគនេះឯងអញ្ចឹងការរៀនពាក្យយើងរៀនពាក្យបានច្រើនហើយយើងយកពាក្យទាំងអស់នោះមករៀនបង្កើតប្រយោគទើបយើងអាចយកប្រយោគទាំងអស់នេះទៅសន្ទនាទៅតាក់ទងជាមួយនឹងដៃគូរបស់យើងបានអញ្ចឹងថ្ងៃនេះគឺយើងមានចំនួន5ប្រយោគដែលបង្ហាញជូនបងប្អូននៅមេរៀនរបស់យើងអញ្ចឹងសូមមកមើលក្តាររៀនជាមួយគ្នាតែម្ដងបាទអញ្ចឹងនេះគឺជាប្រយោគទាំង5ដែលយើងនឹងមកសិក្សាជាមួយគ្នានៅក្នុងពេលនេះដែលយើងប្រើពាក្យសិនម៉សហូមកបង្កើតបាទអញ្ចឹងយើងចាប់ដើមអានតែម្ដងចំណងជើងយើងអានថាចុងវិនចៅជីចុងវិនចៅជីចុងវិនចៅជីបាទយើងបកថាបង្កើតប្រយោគភាសាចិនបាទបង្កើតប្រយោគភាសាចិនបាទអញ្ចឹងពាក្យថាចុងវិននេះយើងចង់សំដៅទៅលើភាសាចិនបាទហើយពាក្យថាចៅជីបាទចៅជីយើងបកថាបង្កើតប្រយោគឬក៏ជាការបង្កើតឃ្លាហ្នឹងឯងបាទអញ្ចឹងចុងវិនចៅជីយើងបកថាបង្កើតប្រយោគភាសាចិនបាទនេះគឺជាចំណងជើងមេរៀនរបស់យើងបាទអញ្ចឹងពាក្យដែលយើងយកមកប្រើគឺយើងប្រើពាក្យសិនម៉សហូសិនម៉សហូសិនម៉សហូបាទសិនម៉សហូយើងបកថាពេលណាបាទពេលណាបាទពេលណាពាក្យមួយម៉ាត់នេះគឺយើងចង់សួរសំណួរបញ្ជាក់ទៅលើពេលវេលាបាទពេលវេលាណាមួយដែលយើងធ្វើសកម្មភាពអ្វីមួយបាទអញ្ចឹងយើងប្រើពាក្យសិនម៉សហូពេលណាមកបង្កើតជាប្រយោគក្នុងការប្រើប្រាស់បាទអញ្ចឹងយើងចាប់ដើមមកមើលប្រយោគដំបូងនេះបាទយើងសរសេរថា我们什么时候出发我们什么时候出发我们什么时候出发បាទមួយឃ្លាដំបូងនេះបាទយើងបកថាយើងចេញដំណើរនៅពេលណាបាទយើងចេញដំណើរនៅពេលណាបាទអញ្ចឹងពាក្យនេះគឺមួយឃ្លានេះគឺយើងអាចប្រើបានជាទូទៅមិនថាសំដៅទៅលើកិច្ចការឬក៏សកម្មភាពអ្វីមួយទេឧទាហរណ៍ថាយើងចង់ទៅដើរលេងអញ្ចឹងយើងអាចសួរគ្នាទៅថាតើថ្ងៃស្អែកហ្នឹងយើងទៅដើរលេងទៅចេញដំណើរពីផ្ទះហ្នឹងនៅពេលណានៅម៉ោងប្រហែលអញ្ចឹងទៅបាទឬក៏យើងចង់សំដៅទៅលើថាទៅធ្វើការឬក៏ទៅកន្លែងណាមួយគឺយើងអាចប្រើប្រយោគនឹងបានទាំងអស់សួរសំណួរបញ្ជាក់អំពីពេលវេលានៃការចាក់ចេញពីទីកន្លែងយើងទៅកន្លែងមួយទៀតបាទអញ្ចឹងយើងមើលពាក្យថាវ៉ាមិនយើងបកថាពួកយើងសិនម៉សហូបាទគឺជាពាក្យដែលយើងយកមកប្រើនេះឯងយើងបកថាពេលណាបាទឈូហ្វាបាទឈូហ្វានេះយើងបកថាចេញដំណើរបាទអញ្ចឹងវ៉ាមិនសិនម៉សហូឈូហ្វាយើងបកថាយើងចេញដំណើរនៅពេលណាបាទអញ្ចឹងយើងចូលដល់ប្រយោគទី2បាទប្រយោគទី2នេះយើងសរសេរថា你什么时候有时间你什么时候有时间你什么时候有时间បាទយើងបកថាអ្នកមានពេលទំនេរបាទអ្នកពេលណាមានពេលទំនេរបាទអ្នកពេលណាមានពេលទំនេរបាទអញ្ចឹងគឺចង់សំដៅទៅលើពេលវេលាមួយដែលដៃគូរបស់យើងនឹងគឺគាត់មានពេលទំនេរសម្រាប់ធ្វើអ្វីមួយទៅឧទាហរណ៍ថាយើងចង់រកគាត់ធ្វើកិច្ចការមួយយើងសួរគាត់ទៅថាអ្នកតនីពេលណាខ្ញុំទៅជួបអ្នកធ្វើរឿងនេះធ្វើរឿងនោះអញ្ចឹងទៅបាទនេះគឺជាឧទាហរណ៍នៃប្រយោគទី2នឹងឯងបាទអញ្ចឹងពាក្យថាសើជានេះយើងចង់សម្ដៅទៅលើពេលវេលាយើងអាចប្រើពាក្យយោខុងក៏បានដែរយោខុងគឺមានពេលទំនេរឬក៏យោសើជានេះគឺមានពេលវេលាបាទមានពេលវេលាគឺសម្ដៅទៅលើមានពេលសម្រាប់យើងនឹងឯងដែលយើងចង់រកគាត់នឹងឯងបាទអញ្ចឹងយើងមើលពាក្យថានីបកថាអ្នកសិនម៉សហូយើងបកថាពេលណាបាទដែលយើងបកខាងលើនេះយោសើជាបាទយោសើជានេះមានពេលវេលាក៏មានពេលទំនេរបាទអញ្ចឹងនេះសិនម៉សហូយោសើជាបាទអ្នកពេលណាមានពេលទំនេរឬក៏អ្នកមានពេលទំនេរនៅពេលណាបាទដូចគ្នាទេគ្រាន់តែបកត្រឡប់មុខត្រឡប់ក្រោយតែន័យដូចគ្នាបាទអញ្ចឹងយើងចូលដល់ប្រយោគទី3បន្តទៀតបាទប្រយោគទី3នេះយើងអានថា明天你什么时候回国明天你什么时候回国明天你什么时候回国បាទមួយឃ្លានេះយើងបកថាថ្ងៃស្អែកអ្នកត្រឡប់ទៅស្រុកវិញបាទថ្ងៃស្អែកអ្នកពេលណាត្រឡប់ទៅស្រុកវិញបាទថ្ងៃស្អែកអ្នកពេលណាត្រឡប់ទៅស្រុកវិញបាទពាក្យថារួយក្រនេះត្រឡប់ទៅស្រុកហ្នឹងយើងចង់សំដៅទៅលើត្រឡប់ទៅប្រទេសខ្លួនឯងវិញឧទាហរណ៍ថាគាត់ជាជនជាតិចិនបាទគាត់មកធ្វើការនៅខ្មែរឬក៏គាត់មកលេងនៅខ្មែរអញ្ចឹងទៅមួយឆ្នាំឧទាហរណ៍ថាមួយឆ្នាំគេត្រូវឲ្យគាត់ត្រឡប់ទៅស្រុកវិញម្ដងគាត់ត្រឡប់ទៅប្រទេសគាត់វិញហ្នឹងឯងគឺយើងប្រើពាក្យរួយក្រត្រឡប់ទៅស្រុកឬក៏ត្រឡប់ទៅប្រទេសខ្លួនឯងវិញបាទអ
chẳng mà biển nó cứ dương bây giờ chờ lom cho mua dương từ sọc ra dương từ Khmer giống như lập từ cái bung spư từ cái bung sao mình ở đây và sân chơi biển nó cứ kịp hợp bị hủy che xe như từ lập từ sọc cầm nát như từ và tại biển thao hủy còn thì trong sân từ lưới cá từ lập từ bật tiền cầm nát cùng này bật tiền con anh bên như từ bản chất như mưa biển tha mình thiên nhưng bỏ thá ngày sai ní bỏ thằng nhẹ sân mò sửa hố bản tiền na hủy còn ní nhưng bỏ thá từ lập từ sọc bên như ấy bản chất mình thiên ní sân mò sửa hố hủy có ngày sai nhẹ từ lập nè bên nát lập từ sọc bình bạn chắc như cho đóประโยค បន្ត ទៀត បាទ ប្រយោគ ទី 4 ថា什么时候过生日他什么时候过生日他什么时候过生日 បាទ ប្រយោគ ទី 4 នេះ យើង មក ថា គាត់ ធ្វើ ខួប កំណើត នៅ ពេល ណា បាទ គាត់ ធ្វើ ខួប កំណើត នៅ ពេល ណា ឬ ក៏ គាត់ ឆ្លង ខួប កំណើត នៅ ពេល ណា ពាក្យ ថា 过生日 នេះ យើង ចង់ សំដៅ ទៅ លើ ឆ្លង ខួប កំណើត ឬ ក៏ ធ្វើ ខួប កំណើត ហ្នឹង ឯង បាទ អញ្ចឹង គាត់ ធ្វើ ខួប កំណើត នៅ ពេល ណា បាទ ចង់ ដឹង ពី ពេល វេលា ណា មួយ ដែល គាត់ ចង់ ថា ធ្វើ ខួប កំណើត អញ្ចឹង ទៅ អាច នឹង យើង ទៅ ចូល រួម ខួប កំណើត គាត់ អញ្ចឹង ទៅ បាទ ប្រយោគ នេះ ក៏ យើង ឧស្សាហ៍ ប្រើប្រាស់ ក្នុង ទម្រង់ បែប ហ្នឹង ដែរ បាទ អញ្ចឹង យើង មើល ពាក្យ ថា យើង មក ថា គាត់ សំដៅ ទៅ លើ មនុស្ស ប្រុស បាទ សិន មក សហោ ពេល ណា គាត់ សឹង យឺ បាទ គាត់ សឹង យឺ ឆ្លង ខួប កំណើត ឬ ក៏ យើង ច្រើន តែ និយាយ ថា ធ្វើ ខួប កំណើត អញ្ចឹង ឯង បាទ អញ្ចឹង នេះ សិន មក សហោ គាត់ សឹង យឺ គាត់ ធ្វើ ខួប កំណើត នៅ ពេល ណា បាទ អញ្ចឹង នេះ គឺជា ប្រយោគ ទី 4 ឥឡូវ យើង ចូល ដល់ ប្រយោគ ទី 5 បាទ ប្រយោគ ចុង ក្រោយ របស់ យើង យើង អាន ថា 今天你什么时候下班今天你什么时候下班 បាទ ម្ដង ទៀត 今天你什么时候下班 បាទ យើង บอก ថា ថ្ងៃ នេះ អ្នក ចេញ ពី ធ្វើ ការ ពេល ណា ថ្ងៃ នេះ អ្នក ចេញ ពី ធ្វើ ការ ពេល ណា បាទ ចង់ សំដៅ ទៅ លើ ម៉ោង ការងារ របស់ យើង ដែល យើង ត្រូវ ចេញ បាទ អញ្ចឹង ជួន កាល ទៅ ព្រោះ ថា ការងារ ដែល យើង ធ្វើ នេះ ជួន កាល អត់ ចេញ ទៀងទាត់ ទេ ពេល ណា ការងារ ច្រើន យើង ថែម ម៉ោង អញ្ចឹង ទៅ ការងារ អត់ សូវ មាន យើង ចេញ តាម ម៉ោង ដែល គេ ឲ្យ ធ្វើ ការ ឧទាហរណ៍ តែ 8 ម៉ោង អញ្ចឹង ចេញ មក 4 អញ្ចឹង ទៅ បាទ អញ្ចឹង នេះ គឺ ចង់ សំដៅ ទៅ លើ ការ សួរ អំពី ពេល វេលា នៃ ការ ចេញ ពី ធ្វើ ការ របស់ យើង បាទ ប្រយោគ នេះ គឺ យើង អាសា ប្រើ ដែរ ជាមួយ អ្នក ធ្វើ ការ អញ្ចឹង គាត់ ថា យើង ចង់ ណាត់ គាត់ ទៅ កន្លែង ណា មួយ អញ្ចឹង គាត់ ថ្ងៃ ហ្នឹង គាត់ ធ្វើ ការ អញ្ចឹង សួរ គាត់ ទៅ តាម អ្នក ចេញ ពី ធ្វើ ការ ម៉ោង ប្រហែល បាទ ស្រួល យើង ទៅ ជួប គ្នា ក៏ ស្រួល យើង ណាត់ ពេល គ្នា អញ្ចឹង ទៅ បាទ អញ្ចឹង គ្រាន់តែ ជា ប្រយោគ ទាំង អស់ នេះ គ្រាន់តែ ជា ការ ឧទាហរណ៍ ទេ បងប្អូន ណា បើសិន ជា បងប្អូន ចង់ ប្រើប្រាស់ ឲ្យ ត្រូវ ជាមួយ ព័ត៌មាន ឬ ក៏ អត្ថន័យ ដែល យើង ចង់ ប្រើ យើង គ្រាន់តែ ផ្លាស់ ប្ដូរ ពាក្យ ទៅ បាទ ឧទាហរណ៍ ថា ពាក្យ ថា សមោសហោ រួយ ក្រ បើ យើង មិន ចង់ ប្រើ ពាក្យ រួយ ក្រ យើង ថា ចង់ ទៅ ភ្នំពេញ អញ្ចឹង ថ្ងៃ ស្អែក អ្នក ទៅ ភ្នំពេញ ស្មោះ ណា យើង ដូរ តែ ពាក្យ រួយ ក្រ ដាក់ ជិនពៀន អញ្ចឹង ទៅ បាទ ឬ ក៏ ទៅ ស្រុក កំណើត យើង ដាក់ ជាសៀង អញ្ចឹង ទៅ បាទ អញ្ចឹង ទីតាំង យើង អាច ផ្លាស់ ប្ដូរ បាន បាទ អញ្ចឹង ដូច អានេះ អញ្ចឹង បាទ គាត់ សឹង យើង សមោសហោ គាត់ សឹង យើង បដូរ ពាក្យ ចេញ ទៅ បើ សិន ជា យើង មិន ចង់ សំដៅ ទៅ លើ ការ ធ្វើ ខួប កំណើត យើង ចង់ សំដៅ ទៅ លើ ការ ធ្វើ អី មួយ បដូរ តែ ពាក្យ នឹង ចេញ ទៅ បាទ អញ្ចឹង នេះ គឺជា ទម្រង់ បាទ ទម្រង់ ប្រយោគ ដែល ប្រើប្រាស់ ហើយ នេះ គ្រាន់តែ ជា អត្ថន័យ ឧទាហរណ៍ តែ បើ បងប្អូន ចង់ ផ្លាស់ ប្ដូរ យើង ផ្លាស់ ប្ដូរ ពាក្យ តាម តម្រូវការ របស់ យើង បាន បាទ តោះ អញ្ចឹង យើង បន្ត ប្រយោគ ទី 5 យើង បាញ់ បាទ យើង អាន ហើយ យើង បក ប្រែ ឥឡូវ យើង បក តាម ពាក្យ មួយ វិញ ជីនធាន យើង បក ថា ថ្ងៃ នេះ នេះ បក ថា អ្នក សមោសហោ ពេល ណា សាក់ បាន បាទ សាក់ បាន នេះ ចេញ ពី ធ្វើ ការ បាទ ចេញ ពី ធ្វើ ការ យើង ប្រើ ពាក្យ សាក់ បាន បាទ អញ្ចឹង ជីនធាន នេះ សមោសហោ សាក់ បាន ថ្ងៃ នេះ អ្នក ចេញ ថ្ងៃ នេះ អ្នក ចេញ ពី ធ្វើ ការ នៅ ពេល ណា បាទ បាទ អញ្ចឹង បងប្អូន ទាំង អស់ គ្នា វីដេអូ របស់ យើង ថ្ងៃ នេះ គឺ យើង មាន តែ ប៉ុណ្ណឹង ទេ បាទ ចំនួន 5 ប្រយោគ ខ្លីៗ ងាយៗ បាទ មើល ទៅ មិន ពិបាក ទេ ពី ព្រោះ ថា ទម្រង់ ប្រយោគ នេះ គឺ ស្តៀង គ្នា ទាំង អស់ គ្រាន់តែ ផ្លាស់ ប្ដូរ ពាក្យ កតុយ ពាក្យ ហើយ នឹង ពាក្យ ខាង មុខ ដែល យើង ប្រើ ចង់ ប្រើ ប្រាស់ នាម អី ចឹង ទៅ បាទ មនុស្ស ប្រុស មនុស្ស ស្រី បាទ ពេល វេលា ចឹង ទៅ បាទ អញ្ចឹង ទម្រង់ ប្រយោគ ស្តៀង គ្នា ទេ អញ្ចឹង បងប្អូន រៀន ឲ្យ ច្បាស់ ទៅ ទម្រង់ ទាំង អស់ នេះ ហើយ បងប្អូន អាច យក ទៅ ប្រើប្រាស់ ឬ ក៏ បំបែក ប្រយោគ បំបែក ពាក្យ ដោយ ខ្លួន ឯង បាន បន្ថែម ទៀត បាទ អញ្ចឹង វីដេអូ របស់ យើង ក៏ យើង មាន តែ ប៉ុណ្ណឹង ហើយ ក៏ សូម បញ្ចប់ ប៉ុណ្ណេះ បងប្អូន កុំ ភ្លេច រងចាំ ជួប គ្នា នៅ ក្នុង វីដេអូ ក្រោយ បន្ត ទៀត បាទ ខ្ញុំ សូម អរគុណ សូម ជម្រាប លា